ឆ្លៀតបាទគឺថាបន្ទាប់ពីធ្វើកិច្ចការរួចបាទធ្វើកិច្ចការរួចក៏ឆ្លៀតមកបាទលេងបន្តិចបាទហើយមកមើលទេសភាពនៅទីនេះបាទក៏ដូចជាមកអង្គុយបាទស្រូបយកកម្ដៅថ្ងៃហើយនឹងខ្យល់អាកាសបន្តិចបាទព្រោះវាពេលថ្ងៃបាទឥឡូវតោះទៅមើលទេសភាពខាងក្រោយបាទទៅមើលថាតើស្អាតប៉ុណ្ណាបាទកុំភ្លេចណាល្វឹងល្វើយបាទគឺថាទឹកបាទទន្លេបាទទន្លេវាយគោបាទមិនមែនព្រែកទេបាទនេះគឺឡើងលក្ខណៈទន្លេហ៎បាទទិដ្ឋភាពបាទទន្លេវាយគោបាទនៅពេលថ្ងៃបាទគឺថាល្វឹងល្វើយដែរល្វឹងល្វើយដែរបាទដាច់កតុយភ្នែកបាទរៀងក្តៅបន្តិចបាទក៏ប៉ុន្តែទេសភាពគឺថាស្អាតបាទសូមបញ្ជាក់បន្តិចផងដែរបាទថាទន្លេវាយគោនេះបាទគឺស្ថិតនៅបាទទីរួមនៃខេត្តស្វាយរៀងបាទគឺនៅទីរួមខេត្តស្វាយរៀងបាទហើយកាលពីប្រហែលថ្ងៃមុនហ្នឹងបាទគឺថាក៏គេប្រារព្ធពិធីអ៊ំទូកបាទអ៊ំទូកនៅទីនេះក៏មនុស្សអ៊ូអរដែរបាទហើយធំណាស់បាទមិនមែនតូចទេបាទនោះវាមើលល្វឹងល្វើយមិនមែនតូចទេណាល្វឹងល្វើយដាច់កតុយភ្នែកបាទបើអង្គុយពេលល្ងាចបាទគេថាត្រជាក់មែនតើហើយគេលក់បោះហូបក៏ច្រើនដែរបាទនៅខាងនៅតាមជូរបាទមាត់ទន្លេខាងលិចនេះបាទក្រៅពីទេសភាពបាទស្រស់ស្អាតខ្យល់អាកាសបាទបរិសុទ្ធត្រជាក់បាទគឺថាកន្លែងនេះក៏ទំនងដែរបាទពេលល្ងាចបាទអង្គុយបាទជួបជុំបាទជួបជុំធីមអីបាទគឺថាមួយធីមអីចឹងទៅបាទគឺថាអង្គុយលេងបាទជាក់បាទគឺថាអារម្មណ៍ស្រស់ស្រាយមែនទែនបាទសម្រាប់បងប្អូនបាទដែលមានបំណងបាទចង់មកលេងកំសាន្តនេះកុំភ្លេចមកណាបាទស្អាតមែនទែនទេសភាពនេះមើលទឹកក៏បែបមើលទឹកក៏មានអារម្មណ៍ស្រស់ស្រាយដែរបាទមានផងដែរបាទគឺថាកន្លែងបាទសម្រាប់ក្មេងៗតូចៗបាទពួកគាត់លេងបាទពួកគាត់លេងបាទក៏ដូចជាបាទអ្នកហាត់កីឡាហាត់អីផ្សេងក៏អាចមកហាត់ទីនេះបានដែរបាទហើយនេះបាទជាបាទវីដេអូទាំងស្រុងបាននៅជុំវិញទីនេះបាទគឺជុំវិញទីនេះបាទនៅពេលថ្ងៃបាទគឺថាអញ្ចឹងទេសភាពក៏ច្បាស់ល្អមែនទែនស្អាតជាចុងក្រោយបាទក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនបាទដែលបានទស្សនាបាទវីដេអូមួយនេះបាទតាំងពីដើមរហូតដល់ចប់បាទហើយបាទអរគុណបាទសម្រាប់ការទស្សនាហើយបើចង់មកលេងទីនេះអាចមកបានបាទទីរួមខេត្តស្វាយរៀងបាទអរគុណច្រើនបាយបាយ